ដើម្បីឲ្យឃើញថាខាងយើងអត់សុខចិត្តឲ្យពួកប្រកាសពួករុយពួករំលងតទៀតដល់នាំតទៀតបើយើងធ្វើដោយអហិង្សាណាបងប្អូននៅខាងក្លាញ់ខាងយើងវិញឯហ្នឹងប្រយ័ត្នណាប្រយ័ត្នទៅគេពួកខាងខូចទៅមកខ្លាំងខាងប្រវល់បណ្ដោះអាវុធប្រវល់អីក៏មិនសោះណាបងប្អូនណាយើងអហិង្សាយើងអត់មានប្រើប្រាស់កម្លាំងអាវុធទេគណៈបកកម្ពុជាគឺយើងយកឆន្ទៈប្រជារាស្ត្រយកទៅដោះស្រាយបញ្ហាជាតិហើយការតស៊ូដោយអហិង្សានេះនឹងទទួលបានជ័យជំនះក្នុងឆ្នាំ2019នេះហើយបងប្អូនជាតិនឹងបន្តការតស៊ូតទៀតហើយយើងអត់ឈប់ទេធ្វើបាតកម្មហ្នឹងឥឡូវគេមកសម្រាប់ខ្លួនឯងឥឡូវនេះពិភពលោកគេដឹងថាគណៈបកប្រជាជននេះសាហាវណាស់បងប្អូនអត់ចោលខ្លួនទេព្រោះធ្វើមេខ្លាយក្រមឥឡូវយកគំនិតខ្លាយក្រមក៏សម្រាប់ប្រជាជនដែរមានការមានលុយអូខេហើយមកបាញ់កម្មការថ្មីនេះសាហាវណាស់បងប្អូនហើយបាញ់គ្នាឲ្យគ្នារត់គុំគេខ្លាយទៅតាមលេងយកទៅខ្លាយទៅតំបន់លេងគ្នាក្នុងផ្ទះខ្លួនឯងសោះប្រជាពលរដ្ឋនៅក្នុងពិភពលោកដែលគេប្រទេសណាក៏មានកម្មករដែរប្រទេសណាក៏មានកម្មករដែរហើយកម្មករក្នុងពិភពលោកគេឈឺចាប់ចំនួនកម្មករខ្មែរដែលរដ្ឋាភិបាលហ៊ុនសែននេះបញ្ជាកម្លាំងទៅបាញ់កម្មករខ្មែរឥឡូវក្នុងពិភពលោកគេធ្វើបាតកម្មប្រឆាំងរដ្ឋាភិបាលហ៊ុនសែនគ្រប់កន្លែងរបស់បងប្អូនបាទមុននឹងគេទូសាប់ចាប់ចឹងពីប្រទេសអង់គ្លេសកម្មកររបស់ជនជាតិអង់គ្លេសកំពុងធ្វើបាតកម្មនៅប្រទេសកូរ៉េខាងត្បូងនៅពិភពលោកទាំងអស់គេហៅបាតកម្មទៅមុខទូនខ្មែរយើងប្រាប់ទៅទូនខ្មែរហើយប្រាប់ទៅចង្វាយនេះហើយបាត់កម្មករគេអត់ព្រមទេបងប្អូនដូច្នេះហើយពិភពលោកទាំងមូលនឹងស្គាល់ទៅនឹងកាត់ទៅពួកអ្នកកាន់អំណាចផ្នែកការនៅកម្ពុជាហើយគេថាថាមានតែគណៈបកកម្ពុជាទេដែលកាន់នៅអហិង្សាសន្តិវិធីហើយនឹងអានចំនួនប្រទេសទៅជាទៅតាមប្រព័ន្ធឥឡូវគេងាកមកយើងគេកំពុងរងនឹងជួយហើយដើម្បីជួយឲ្យគណៈបកកម្ពុជាជួយឲ្យប្រជាជាតិខ្មែរបានទទួលនៅសុខសន្តិភាពនិងទទួលបាននៅការរីកចម្រើនទៅមុខទៀត